តែលោកអ្នកជឿទេថាហោរារបស់ឈ្មោះកាលពី500ឆ្នាំមុនអាចមើលឃើញពីវាសនានៃកាបូបលុយរបស់លោកអ្នកនៅឆ្នាំ2026លោក Nostradamus ដែលពិភពលោកទទួលស្គាល់ថាជាស្ដេចហោរាបានបន្សល់ទុកនៅទំនាយដ៏គួរព្រឺព្រួចប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺនៅពេលដែលយើងយកទំនាយនោះមកផ្ទៀងផ្ទាត់ជាមួយអ្នកវិភាគជាមួយអ្នកសេដ្ឋកិច្ចវិទូសម័យថ្មីពួកគេបែរជាមើលឃើញផ្លូវតែមួយទៅវិញថ្ងៃនេះ channel របស់ខ្ញុំនឹងនាំបងប្អូនមកតាមដាននៃការវិភាគពិសេសអំពីមាសប្រាក់និងទង់ដែងដែលនឹងក្លាយជារ៉ែហុងស៊ុយឬក៏ជាអន្តរសេដ្ឋកិច្ចក្នុងឆ្នាំ2026លោក Nostradamus ធ្លាប់បានពោលពីយុគសម័យដែលមនុស្សម្នានឹងបោះបង់ក្រដាសប្រាក់ហើយរត់រកទ្រព្យសម្បត្តិពិតទោះបីជាលោកមិនបានប្រើពាក្យថាមាសចំចំប៉ុន្តែអ្នកបកស្រាយទំនាយយល់ថានេះគឺសំដៅទៅដល់វិបត្តិរូបិយប័ណ្ណវាមិនមែនជារឿងចៃតន្យទេដែលធនាគារកណ្ដាលជុំវិញពិភពលោកកំពុងសម្រុកទិញមាសទុកយ៉ាងសន្ធឹកសន្ធាប់នៅឆ្នាំ2026មាសមិនមែនគ្រាន់តែជាគ្រឿងអលង្ការទេប៉ុន្តែវាគឺជាអាវក្រោះការពារទ្រព្យសម្បត្តិរបស់លោកអ្នកពីបញ្ហាអតិផរណានិងចំនួនភូមិសាស្ត្រនយោបាយដែលកំពុងកើតឡើងកម្ដៅបន្ទាប់ពីមាសគឺប្រាក់ក្នុងឆ្នាំ2026ប្រាក់នឹងដើរជាតួឯកក្នុងវិស័យបច្ចេកវិទ្យាចាប់តាំងពីបន្ទះសូឡាឧបករណ៍អេឡិចត្រូនិករហូតដល់រថយន្តអគ្គិសនីសុទ្ធតែត្រូវការប្រាក់ជាវត្ថុធាតុដើមខ្វះមិនបានអ្នកជំនាញព្យាករណ៍ថាតម្លៃប្រាក់អាចនឹងមានការប្រែប្រួលខ្លាំងដោយរលកសមុទ្រប៉ុន្តែមានសន្ទុះងើបឡើងក្នុងរយៈពេលវែងបើអ្នកជាអ្នកវិនិយោគបែបបច្ចេកវិទ្យាប្រាក់អាចជាឱកាសមាសសម្រាប់អ្នកបាទអញ្ចឹងបើយើងប្រៀបធៀបទៅនឹងតម្លៃប្រាក់ហើយនឹងមាសនោះគឺថាប្រាក់គឺនៅមានតម្លៃទាបជាងមាសឆ្ងាយមែនទែនបាទហើយស្របពេលដែលបច្ចេកវិទ្យាយើងកំពុងតែកើតឡើងដូចជាបាទរថយន្តអគ្គិសនីកំពុងតែទទួលបានការពេញនិយមនោះគឺប្រាក់ដើរតួនាទីយ៉ាងសំខាន់បាទគឺជាតួឯកក្នុងវិស័យបច្ចេកវិទ្យាសម័យថ្មីនេះចំណុចទី3គឺទង់ដែងដែលគេចាត់ទុកថាជាមាសក្រហមដែលពិភពលោកកំពុងស្រេកឃ្លានចុងក្រោយគឺលោហៈធាតុដែលមនុស្សភាគច្រើនមើលរំលងប៉ុន្តែវាជាសរសៃឈាមនៃពិភពលោកនោះគឺទង់ដែងត្រូវបានគេប្រសិទ្ធនាមថាមាសក្រហមនៅឆ្នាំ2026ការផ្គត់ផ្គង់ពីអណ្ដូងរ៉ែនឹងជួបវិបត្តិខ្វះខាតខណៈដែលតម្រូវការសាងសង់បណ្ដាញអគ្គិសនីទូទាំងពិភពលោកនឹងកើនឡើងហួសការស្មាននេះមានន័យថាអ្នកដែលមានទង់ដែងក្នុងដៃអ្នកនោះអាចជាអ្នកគ្រប់គ្រងចរន្តសេដ្ឋកិច្ចអនាគតជារួមមកមិនថាវាជាទំនាយដ៏អាត់កំបាំងរបស់លោក Nostradamus ឬក៏ជាការវិភាគតួលេខរបស់អ្នកសេដ្ឋកិច្ចវិទូនោះទេសញ្ញាទាំងអស់សុទ្ធតែបង្ហាញថាឆ្នាំ2026គឺជាឆ្នាំនៃលោហៈធាតុមានតម្លៃពិភពលោកអាចនឹងជួបមានភាពមិនច្បាស់លាស់ជាច្រើនដែលធ្វើឲ្យលុយក្រដាសធ្លាក់ថ្លៃប៉ុន្តែទ្រព្យសម្បត្តិដែលរឹងមាំទាំង3គឺជាទីបង្អែកដ៏រឹងមាំចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះទំនាយនិងការវិភាគនេះតើបងប្អូនត្រៀមខ្លួនហើយឬនៅឆ្នាំ2026សូមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះហើយប្រសិនបើបងប្អូនចូលចិត្តការវិភាគបែបនេះកុំភ្លេចចុច like និង subscribe channel របស់ខ្ញុំដើម្បីទទួលបានព័ត៌មានប្លែកៗនិងចំណេះដឹងហិរញ្ញវត្ថុមុនគេសូមបញ្ជាក់ថានេះគ្រាន់តែជាការវិភាគផ្នែកលើព័ត៌មាននិងជំនឿសូមពិចារណាឲ្យបានច្បាស់លាស់មុននឹងវិនិយោគជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា